លោកស្ដីពីទេសចរនិងវប្បធម៌ក្រោមប្រធានបទការបង្កើតភាពជាដៃគូថ្មីបានបើកដំណើរការនៅព្រឹកថ្ងៃទី4កុម្ភៈនេះនៅសន្តាគារលើមេរីឌៀនអង្គរក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាពិធីបាំងសន្និសីទនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងវត្តមានលោកស្រីអគ្គនាយិកាអង្គការ UNESCO និងអគ្គលេខាធិការអង្គការទេសចរពិភពលោកព្រមទាំងមានវត្តមានរដ្ឋមន្ត្រីទេសចរនិងរដ្ឋមន្ត្រីវប្បធម៌មកពីគ្រប់ទិសទីនៅលើពិភពលោកសន្និសីទនេះនឹងប្រារព្ធទៅតាមកម្មវិធីដែលបានគ្រោងទុកក្នុងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី6ខែកុម្ភៈសន្និសីទពិភពលោកស្ដីពីទេសចរនិងវប្បធម៌ឆ្នាំ2015របស់អង្គការទេសចរពិភពលោកនិងអង្គការ UNESCO ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះបាននាំមកនូវការជួបជុំគ្នាជាលើកដំបូងរវាងរដ្ឋមន្ត្រីទេសចរនិងរដ្ឋមន្ត្រីវប្បធម៌មកពីបណ្ដាប្រទេសចំនួន99ប្រទេសលើពិភពលោកនេះគឺជាការប្រឹងប្រែងរបស់អង្គការទេសចរពិភពលោកនិងអង្គការ UNESCO ដែលបានធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងរវាងទេសចរនិងវប្បធម៌ឲ្យកាន់តែខ្លាំងក្លាព្រមទាំងគូបញ្ជាក់អំពីសេចក្តីត្រូវការនៃគំរូភាពជាដៃគូដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកឯកឧត្តមថោងខុនរដ្ឋមន្ត្រីទេសចរកម្ពុជាបានឲ្យដឹងថាសន្និសីទពិភពលោកស្ដីពីទេសចរនិងវប្បធម៌ឆ្នាំ2015របស់អង្គការទេសចរពិភពលោកនិងអង្គការ UNESCO នេះមានគោលបំណងសំខាន់រួមមានការកំណត់កាលានុវត្តភាពនិងបញ្ហាប្រឈមសំខាន់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរនិងវិស័យវប្បធម៌ឲ្យកាន់តែខ្លាំងក្លាពិភាក្សាអំពីគំរូភាពជាដៃគូថ្មីក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចសង្គមការពង្រឹងការអនុវត្តរួមគ្នាដើម្បីលើកកម្ពស់បកស្រាយការពារនិងអភិរក្សវប្បធម៌ដែលរួមបញ្ចូលទាំងសម្បត្តិបេតិកភណ្ឌនិងឧស្សាហកម្មកែច្នៃព្រមទាំងកសាងទេសចរវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពកំណត់អនុសាសន៍ជាគោលនយោបាយសម្រាប់ការចូលរួមជាអន្តរវិស័យបង្ហាញនៅទូនីតិគោលដៅសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃវិស័យទេសចរវិស័យវប្បធម៌និងតំណាងមកពីវិស័យផ្សេងទៀតដែលរួមមានក្រសួងទេសចរនិងក្រសួងវប្បធម៌ស្ថាប័នទេសចរជាតិស្ថាប័នគ្រប់គ្រងគោលដៅទេសចរអ្នកគ្រប់គ្រងបេតិកភណ្ឌនិងវប្បធម៌សមាគមទេសចរនិងវប្បធម៌ផ្នែកឯកជនជំនាញការនិងអ្នកអនុវត្តផ្នែកអភិរក្សនិងវប្បធម៌អង្គការក្រៅរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយនានាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសន្និសីទនេះចែកចែងជា2ផ្នែកសំខាន់រួមមានកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីនិងកិច្ចប្រជុំថ្នាក់បច្ចេកទេសដោយពិគ្រោះពិភាក្សាគ្នាលើបញ្ហាគន្លឹះសំខាន់មានដូចជាគំរូអភិបាលកិច្ចការចូលរួមរបស់អ្នកពាក់ព័ន្ធការចូលរួមរបស់សហគមន៍និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពការកសាងសមត្ថភាពបទពិសោធន៍នៃភ្ញៀវទេសចរដែលមានគុណភាពការបង្កើតថ្មីនិងបច្ចេកវិទ្យាការរួមគ្នាទទួលខុសត្រូវក្នុងសង្គមនិងក្រមសីលធម៌នៃទេសចរប្រកបទៅដោយនិរន្តរភាពការយល់ដឹងជាសាធារណៈការបកស្រាយនឹងទូនីតិរបស់ទេសចរក្នុងការលើកកម្ពស់និងការពារតម្លៃវប្បធម៌និងបេតិកភណ្ឌជាដើមក្នុងពិធីបាំងសន្និសីទដ៏មានសារៈសំខាន់នេះបន្ទាប់ពីលោកជំទាវរដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាភឿងសក្កណានិងអង្គការដៃគូពាក់ព័ន្ធនឹងវិស័យទេសចរនិងវប្បធម៌មានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងវិស័យទាំងពីរនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសន្ទរកថាបើកសន្និសីទដែលបានសម្ដែងនៅការអបអរសាទរនិងអំណរគុណចំពោះអគ្គលេខាធិការទេសចរពិភពលោកជំទាវអគ្គនាយិកាអង្គការ UNESCO ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសន្និសីទនៅលើទឹកដីអង្គរដែលជាទឹកដីនៃបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញព្រមទាំងវត្តមានរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីនិងគណៈប្រតិភូទេសចរនិងវប្បធម៌នៃប្រទេសជាមិត្តទាំងអស់នៅលើពិភពលោកដែលបានមកចូលរួមនៅក្នុងសន្និសីទនេះជាមួយនឹងការថ្លែងអំណរគុណយ៉ាងកក់ក្ដៅនេះសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថាសន្និសីទ
ដែលត្រូវបានប្រារព្ធឡើងជាប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្លួននៅថ្ងៃនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការអភិវឌ្ឍដែលផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការទេសចរពិភពលោកនិងអង្គការ UNESCO ក្នុងបុព្វហេតុរួមតែមួយគត់គឺរួមគ្នាចូលរួមសម្រេចឲ្យបាននៅគោលដៅអភិវឌ្ឍសហសវត្តនិងការត្រៀមខ្លួនសម្រេចឲ្យបាននៅគោលដៅអភិវឌ្ឍក្រោយឆ្នាំ2015របស់អង្គការសហប្រជាជាតិក្នុងន័យនេះសម្ដេចតេជោហ៊ុនសែនបានផ្ដោតឲ្យអង្គសន្និសីទទាំងមូលយកចិត្តទុកដាក់លើមូលដ្ឋានសំខាន់ពីរដែលត្រូវដើរទន្ទឹមគ្នាគឺការបង្កើនឧត្តមភាពប្រកួតប្រជែងនៃគោលដៅទេសចរវប្បធម៌និងការធានាឲ្យបាននៅចីរភាពដែលកើតចេញពីការអភិវឌ្ឍពីវិស័យទេសចរវប្បធម៌នេះដើម្បីរួមចំណែកដល់ការពិភាក្សាក្នុងអង្គសន្និសីទនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានរំលេចនៅចំណុចសំខាន់មួយចំនួនដោយឈរលើទស្សនៈទានគិតជាសកលប្រតិបត្តិការថ្នាក់ជាតិដែលមានដូចខាងក្រោមទី1បន្តខិតខំជំរុញវិស័យទេសចរនិងវប្បធម៌ឲ្យប្រតិបត្តិការរួមគ្នាសម្រាប់ជំរុញកំណើននិងការបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសវត្ថធម៌ទី2វិស័យទេសចរនិងវប្បធម៌បម្រើឲ្យការថែរក្សាបេតិកភណ្ឌទី3វិស័យទេសចរនិងវប្បធម៌ត្រូវរួមគ្នាដើម្បីឧត្តមភាពប្រកួតប្រជែងគោលដៅទេសចរនិងការកសាងនៅវប្បធម៌សន្តិភាពទី4រួមគ្នាប្រតិបត្តិក្នុងក្របខ័ណ្ឌជាតិនីមួយៗដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរវប្បធម៌ឲ្យមានចីរភាពហើយនៅក្នុងចំណុចនេះសម្ដេចតេជោបានលើកឡើងថាចាំបាច់ត្រូវបញ្ចូលខ្លឹមសារជាមូលដ្ឋានគ្រឹះ4យ៉ាងរួមមាន1ជំរុញការវិនិយោគនិងអភិវឌ្ឍផលិតផលទេសចរវប្បធម៌ប្រកបដោយភាពច្នៃប្រឌិតនិងផ្ដល់ភាពចងចាំដល់ភ្ញៀវទេសចរព្រមទាំងបង្កើនការសិក្សាទីផ្សារនិងការផ្សព្វផ្សាយ2ពង្រឹងគុណភាពផលិតផលទេសចរវប្បធម៌និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរវប្បធម៌3ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនិវិនិវត្តន៍ក្នុងវិស័យទេសចរនិងវប្បធម៌4ជំរុញទំនាក់ទំនងនិងភាពជាដៃគូរវាងវិស័យទេសចរនិងវិស័យវប្បធម៌ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងទេសចរនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយសហការជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្មព្រមទាំងដៃគូអភិវឌ្ឍនិងវិស័យឯកជនត្រូវយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដោយដាក់ចេញនៅកម្មវិធីថ្នាក់ជាតិមួយសម្ដៅជំរុញលើកទឹកចិត្តបណ្ដុះនៅគំនិតផ្ដួចផ្ដើមនិងការច្នៃប្រឌិតដើម្បីបង្កើតឲ្យចេញជាផលិតផលទេសចរវប្បធម៌ថ្មីៗជាលក្ខណៈវត្ថុអនុស្សាវរីយ៍ទេសចរដែលបង្ហាញនៅវប្បធម៌និងប្រពៃណីរស់នៅរបស់ប្រជាជនតាមតំបន់ផ្សេងៗគ្នានិងបង្ហាញពីសិល្បៈរបាំចម្រៀងប្រពៃណីម្ហូបខ្មែរផ្លែឈើឡាក់លើពីនេះទៀតសម្ដេចតេជោឲ្យគ្រប់រាជធានីខេត្តត្រូវរៀបចំឲ្យមាននៅព្រឹត្តិការណ៍និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរវប្បធម៌រៀងៗខ្លួនឈរលើវិធាននៃកិច្ចសហការភាពជាដៃគូរវាងវិស័យឯកជននិងវិស័យវប្បធម៌ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំចំនួន2លើករួចមកហើយទន្ទឹមនេះសម្ដេចបានឲ្យសិក្សាបង្កើតក្រុមប្រឹក្សាយោបល់កម្រិតថ្នាក់ជាតិសម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរកម្ពុជាដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធឯកជននិងមានតំណាងអង្គការ UNESCO និងអង្គការទេសចរពិភពលោកជាដៃគូក្នុងការប្រឹក្សាយោបល់បច្ចេកទេសសម្ដេចបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមានជំនឿយ៉ាងមុតមាំថាការអភិវឌ្ឍវិស័យទេសចរប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយបរិបទនិងចូលរួមដល់ការអភិរក្សថែរក្សានៅសម្បត្តិបេតិកភណ្ឌនិងលើកតម្កើងនៅតម្លៃនៃគោលដៅទេសចរហើយប្រការទាំងនេះនឹងធ្វើឲ្យវិស័យទេសចរនិងវប្បធម៌ចូលរួមដល់ការអនុវត្តនៅគោលដៅអភិវឌ្ឍក្រោយឆ្នាំ2015របស់អង្គការសហប្រជាជាតិសម្ដេចតេជោរំពឹងថាអង្គសន្និសីទនេះនឹងជួយជំរុញដល់កិច្ចសហការគ្នាកាន់តែសកម្មរស់រវើកក្នុងការងារកសាងនៅភាពជាដៃគូថ្មីមួយរវាងវិស័យទេសចរនិងវប្បធម៌ហើយកិច្ចការនេះនឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅស្មារតីទទួលខុសត្រូវ
កិច្ចខិតខំប្រឹងប្រែងនិងការបដិញ្ញាចិត្តរួមរបស់យើងរួមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរជាពិសេសវិស័យទេសចរវប្បធម៌ឲ្យប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនលើកបឿនដល់កំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយប្រសិទ្ធភាពបន្ទាប់ពីបញ្ចប់សន្ទរកថាសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងភ្ញៀវកិត្តិយសបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខារបស់អង្គការអន្តរជាតិទេសចរដោយចីរភាពសម្រាប់កាត់បន្ថយភាពក្រីក្រចាស់ប្រិមត្តទ្រទស្សនិកជនជាទីមេត្រីចាស់សម្រាប់ជូន